រៀបសួរបបងប្អូននេះគឺជាហាងឆេងមាសនៅថ្ងៃទី27ខែមីនាឆ្នាំ2026ពី Gold Exchange Daily ឬក៏ហាងឆេងមាសប្រចាំថ្ងៃនេះយើងនិយាយអំពីផ្សារមូលបត្ររបស់កម្ពុជាទាក់ទិននឹងសេដ្ឋកិច្ចរួមជាមួយនឹងអនាគតវាខ្លះយើងអត់និយាយស៊ីជម្រៅទេហើយអ្វីក៏យើងមិននិយាយស៊ីជម្រៅហ្នឹងដូចជាកំបិតមួយចាក់ចូលទៅក្នុងដើមទ្រូងខ្លួនឯងចឹងកាលណាដែលយើងនិយាយច្រើនយើងនិយាយទៅវាធ្វើឲ្យមានផលប៉ះពាល់យើងនិយាយទៅធ្វើឲ្យមានការបណ្ដុះនៅពូជអវិជ្ជមានមួយនៅក្នុងចិត្តរបស់ពលរដ្ឋខ្មែរដែលអនាគតអាចខ្លាយជាអ្នកវិនិយោគលើផ្សារស្តុកវាអាចបង្កើតវាអាចបង្អាក់ឬក៏បង្ខាននូវភាពរីកចម្រើននៃសេដ្ឋកិច្ចពិភពក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារស្តុកកម្ពុជាគាត់កំពុងតែគៀងគរថវិកាក្នុងការអភិវឌ្ឍក្រុមហ៊ុនរបស់គាត់វឌ្ឍភាពរបស់ក្រុមហ៊ុនរបស់គាត់អញ្ចឹងការរីកចម្រើនក៏វាមានផលប្រយោជន៍នៅក្នុងសង្គមច្រើនពីព្រោះអាហ្នឹងគឺជាសម្បត្តិទ្រព្យរបស់ប្រទេសនៅក្នុងប្រទេសណាក៏មានផ្សារហ៊ុនមកបើសិនតែយើងយល់ថាផ្សារហ៊ុនគឺជាលបាយអាហ្នឹងគឺជាមកផ្នែកមួយទៀតណាវាខុសពី crypto វាខុសពីអីឆ្ងាយបន្តិចនៅក្នុងផ្សារមូលបត្រប្រទេសកម្ពុជាយើងមានអ្នកលក់ផ្សារហ៊ុនយើងមានអ្នកលក់បានបំផុតនៅក្នុងនិន្នាការតែមួយបើយើងប្រើពាក្យមួយគឺខ្ចីលុយរបស់ពលរដ្ឋមួយចំនួនដែលគាត់ចង់វិនិយោគខ្លាចជាភាគហ៊ុនជាម្ចាស់ភាគហ៊ុនឬក៏ជាចំណែកមួយនៅក្នុងហ៊ុនទាំងអស់ហ្នឹងទទួលបានភាពលាភដែលគេចែកប្រចាំឆ្នាំទទួលបានផលចំណេញនៅពេលដែលផ្សារហ៊ុនវាកើនឡើងថ្លៃប្រគួតប្រជែងឬក៏ប្រយុទ្ធប្រឆាំងជាមួយអតិផរណាក្នុងការដែលទុកលុយចោលអតិផរណាវាស៊ីទៅបាត់ហ្នឹងណាហើយគាត់ចង់ជួយសេដ្ឋកិច្ចដែរគាត់អាចទៅទិញផ្សារហ៊ុនឬក៏ផ្សារមូលបត្រជាមូលបត្របំណុលដែលគេមានដាក់លក់ជាមួយនឹងគ្រឹះស្ថានរ៉ាញ់ទៅប្រហែលជា10ទៅ15កំប៉ុងលក់មូលបត្របំណុលរបស់ខ្លួនហ្នឹងដើម្បីឲ្យពួកគាត់មានប្រាក់ក្នុងការវិនិយោគអភិវឌ្ឍគម្រោងរបស់គាត់ហ្នឹងទៅហើយពេលដែលគាត់ទទួលបានការអភិវឌ្ឍគម្រោងគាត់បង្កើតឱកាសការងារជាពិសេសគឺអាចតាក់ទាញសម្រាប់អ្នកវិនិយោគបរទេសដែលគេសម្លឹងមើលឃើញថាសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនផ្សារហ៊ុនរបស់ប្រទេសកម្ពុជាអាចទាញយកផលចំណេញបានអ្នករកស៊ីនៅក្នុងប្រទេសកម្ពុជាហ្នឹងអភិវឌ្ឍខ្លួនពីចំនួនផ្នែកនៅក្នុងស្រុក local ទៅជា international ទៅជាអន្តរជាតិហ្នឹងទៅតាក់ទាញបានដូចនៅក្នុងប្រទេសវៀតណាមក៏កំពុងតែតាក់ទាញអ្នកវិនិយោគបរទេសជាច្រើនបច្ចុប្បន្នហ្នឹងកំពុងចាប់អារម្មណ៍ព្រោះសេដ្ឋកិច្ចវៀតណាមកើនឡើងខ្ពស់ខ្លាំងមានអ្នកទៅទិញផ្សារហ៊ុនរបស់វៀតណាមសាររដ្ឋអាមេរិកក៏ចឹងដែរយើងសាររដ្ឋអាមេរិកមានផ្សារហ៊ុនរបស់គេច្រើនមានទាំងផ្សារបែបប្រពៃណីផ្សារបែបទំនើបមាន Dow Jones Industry មាន S&P 500 ចឹងទៅដែលសូបទាញបានលុយជុំវិញពិភពលោកទៅវិនិយោគមានខ្មែរយើងខ្លះមួយចំនួនក៏បើកថ្នាក់បង្រៀនដែលទៅជាមួយនឹងការវិនិយោគផ្សារហ៊ុនហ្នឹងទៅទិញហ៊ុនរបស់សហរដ្ឋអាមេរិកទៅទិញហ៊ុនរបស់ប្រទេសជប៉ុនទៅទិញហ៊ុនរបស់ប្រទេសចិនចឹងអានោះវាគឺជាទ្រព្យសម្បត្តិរបស់ពិភពលោកខ្ញុំបើសិនជាមួយផ្នែកយើងនិយាយថាវាជាលបែងក៏វាអត់ត្រូវទាំងស្រុងដែរអាហ្នឹងយើងត្រូវគិតកន្លែងហ្នឹងដែរណាហើយក៏អត់ខ្វះទេតើទៅជាមួយនឹងការបោកប្រាស់នៅក្នុងផ្សារហ៊ុនការធ្វើឲ្យតម្លៃផ្សារហ៊ុនប៉ោងតាមរយៈក្រុមហ៊ុនមួយចំនួនគាត់បោកប្រាស់ណាដែលខ្លួនធ្លាប់និយាយកន្លងមកតើទៅជាមួយនឹងប្រតិបត្តិការរបស់គាត់ការបង្កើតក្រុមហ៊ុនផ្សេងបំប៉ោងលក់ផ្សារហ៊ុនលុយរបស់គាត់ហ៊ុនរបស់គាត់អាហ្នឹងគឺជារឿងការពិតជាពិសេសគឺនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចជាវៀតណាមមានករណីនឹងច្រើនចិនក៏មានករណីនឹងច្រើនយើងឃើញរហូតដល់មានការផ្សាយតើទៅជាមួយរឿងហ្នឹងបង្កើតផលិតរឿងខ្សែភាពយន្តតើទៅជាមួយនឹងផ្សារហ៊ុនហ្នឹងក៏ច្រើនអញ្ចឹងអាមួយផ្នែកដែលគេនិយាយថាជាលបែងអាហ្នឹងក៏មិនខុសដែរប៉ុន្តែវាអាស្រ័យណាពីអាស្រ័យនៃប្រព័ន្ធច្បាប់និងអាស្រ័យទៅលើភាពវៃឆ្លាតរបស់យើងនេះជារបៀបដែលយើងទាញយកផលចំណេញគ្មានស្អីដែលបែបហ្នឹងទេឥឡូវយើងមើលទៅលើផ្សារហ៊ុនជុំវិញពិភពលោកគិតថាថ្ងៃហ្នឹងបន្តិចបន្ទាប់ពីវាប៉ោងលើតម្លៃហើយពេលមានវិបត្តិសង្គ្រាមវាចាប់ដើមធ្លាក់មានពីផ្សារហ៊ុនរបស់ប្រទេសចិនក៏ធ្លាក់ចុះច្រើនមានពីផ្សារហ៊ុនរបស់ប្រទេសជប៉ុនក៏ធ្លាក់ចុះច្រើនមានផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកក៏ធ្លាក់ចុះច្រើនដែរមិនមែនតែផ្សារហ៊ុនដែលធ្លាក់ចុះតែ crypto ថ្ងៃនេះក៏ដាច់កដែរនៅក្នុងរយៈហ្នឹងណាឬក៏ commodity ផ្សេងទៀតក៏មានបញ្ហាដែលលើកលែងតែប្រេងសូម្បីតែប្រាក់ឬក៏មានយើងឃើញរូបភាពទាំងអស់ហ្នឹងយើងឃើញថាលុយកំពុងតែចេញពីផ្សារហ៊ុនតែបើធៀបជាមួយនៅក្នុងផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជាយើងនិយាយដល់ផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជាណាដូចជាមិនសូវមានផលប៉ះពាល់អានេះបងប្អូនស្ដាប់ខ្ញុំនិយាយនេះខ្ញុំនិយាយមិនចំទេហើយសង្ឃឹមថាវាអាចជាប្រយោជន៍សម្រាប់បងប្អូនយើងគឺផ្សារហ៊ុនមួយរយៈចុងក្រោយហ្នឹងមានការស្ទុះឡើងវិញដូចជាក្រុមហ៊ុនមួយចំនួនដែលមានការប្រមូលខ្លាំងពី influencer ឬក៏អ្នកនិយាយពីផ្សារហ៊ុនពីផលចំណេញដែលមានការទិញចូលយ៉ាងទៅរំពឹងថានឹងផ្សារហ៊ុននឹងកើនឡើងខណៈដែលផ្សារហ៊ុននឹងវាធ្លាក់ចុះខ្លាំងតាំងពីតម្លៃតាំងពីឆ្នាំ2022រហូតដល់ពេលបច្ចុប្បន្នអញ្ចឹងរំពឹងថាទិញទៅនិយាយថាទិញហ៊ុនក្នុងមួយហ៊ុន 7,000 អាចសង្ឃឹមថាវាឡើងដល់ 10,000 នេះពីព្រោះហ៊ុនរបស់វាធ្លាប់លើសពី 10,000 ហ៊ុន
អញ្ចឹងអាណាបើចំណេញ1 ពី 2អាហ្នឹងគឺទៅរួចហើយយើងទទួលបានឥទ្ធិពលពី influencer វាគឺជាការជួយទៅដល់ក្រុមហ៊ុនទាំងអស់ហ្នឹងដែលកំពុងតែតស៊ូជាមួយនឹងសេដ្ឋកិច្ចយ៉ាប់យើងដែរតែក្នុងហ្នឹងក៏វាជាផលលំបាកសម្រាប់យើងដែរបើសិនបើ1 2 3 4តិចយើងនិយាយខ្ញុំបើកកំពុងកញ្ចក់បន្តិចនៅក្នុងសហរដ្ឋអាមេរិកគេមាន S&P 500គេនិយាយពីក្រុមហ៊ុនធំរបស់គេនៅក្នុងសហរដ្ឋអាមេរិកដែលជាចលកររុញសេដ្ឋកិច្ចនៅក្នុងអាស៊ានហ្នឹងក៏គេមាន S&P 500ដែរគេមានក្រុមហ៊ុន500នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែរហើយមាននៅក្នុងប្រទេសថៃច្រើនសិង្ហបុរីច្រើននៅប្រទេសផ្សេងច្រើនប៉ុន្តែនៅក្នុងប្រទេសកម្ពុជាមានតែ2ឯងមាន AC តាមរួមជាមួយនឹង Naga ក្រុមហ៊ុន2ដែលគេរាប់ទុកថាធំណាស់ហើយមានមួយនៅក្នុងផ្សារស្តុកហ្នឹងគឺ AC តាមហើយ AC តាមគេរំពឹងថាផ្សារស្តុកហ្នឹងនឹងការឡើង1 2 3 4 5ឬក៏មានភាពរឹងមាំអីចឹងទៅស្របពេលនៅក្នុងសម័យដែលសេដ្ឋកិច្ចកំពុងតែវាធ្លាក់ចុះមានការជំរុញឲ្យទៅទិញហ៊ុនច្រើនពីព្រោះវាជាមុខរបរមួយឬក៏យើងអាចសម្លឹងនៅក្នុងថ្ងៃអនាគតថាអូវានឹងការឡើង1 2 3 4តែយើងត្រូវធៀបជាមួយនឹងពេលវេលាឥឡូវយើងដឹងពីក្រុមហ៊ុនធំ2នៅក្នុងស្រុកខ្មែរបន្តមកទៀតយើងដឹងអំពីរឿងមួយទៀតតែផ្សារហ៊ុននៅក្នុងពិភពលោកបច្ចុប្បន្នរងគ្រោះខ្លាំងបន្ទាប់ពីរឿងអ៊ីរ៉ាក់វាយជាមួយសហរដ្ឋអាមេរិកតែដូចអត់សូវឃើញមានយ៉ាងណាអត់សូវឃើញប៉ះពាល់ជាមួយនឹងស្រុកខ្មែររបស់យើងដល់យើងពិនិត្យពិច័យឲ្យដល់ណាហើយអីក៏វាមិនសូវប៉ះពាល់តែស្រុកខ្មែររបស់យើងវាប៉ះពាល់នៅក្នុងឆ្នាំ2022ដែលផ្សារហ៊ុនធ្លាក់ចុះរហូតដល់ 12.7% នៅក្នុងឆ្នាំ2025នៅក្នុងឆ្នាំ2026មាននិន្នាការធ្លាក់ចុះរហូតណាអត់មានការកើនឡើងទេអញ្ចឹងអ្វីដែលគេកំពុងជួបនៅអ៊ីរ៉ាក់គួរតែធ្លាក់ទៀតហេតុអីក៏វាមិនធ្លាក់ទីមួយបងប្អូនត្រូវដឹងកាលណាបើវាមិនធ្លាក់ការកើនឡើងរបស់វាក៏នៅក្នុងរយៈពេលយូរដែរអញ្ចឹងការវិនិយោគរបស់បងប្អូនគឺវាស្ថិតនៅក្នុងរយៈពេលយូរក្នុងរយៈពេលយូរវាត្រូវវាស់ចម្ងាយនៃសមត្ថភាពការបង្កបង្កើនប្រាក់របស់បងប្អូននិងការសន្សំនៅក្នុងរយៈពេលវែងរបស់បងប្អូនដែលអាចសន្សំនៅក្នុងកម្រិតណាហេតុអីដោយសារតែទីផ្សារហ៊ុនរបស់ប្រទេសកម្ពុជានឹងវាតូចណាឧទាហរណ៍វាមាន10ទៅ15ក្រុមហ៊ុុនដែលកំពុងតែចុះបញ្ជីអញ្ចឹង10ទៅ15ក្រុមហ៊ុនហ្នឹងវាមួយទំហំទីផ្សារអាចនៅក្នុងល្បាក់2លាន3លាន2លានទៅ3 ប៊ីលាន2000លានទៅ3000លានអញ្ចឹងហើយបើការជួញដូររាល់ថ្ងៃហ្នឹងអាចជួញដូរក្នុងមួយថ្ងៃជួញដូរមានថាទីផ្សារហ្នឹងជួញដូរត្រឹមតែ$200,000ក្នុងមួយថ្ងៃនឹងការលក់ចេញទិញចូលទាំងអស់ហ្នឹងណាអញ្ចឹងឥឡូវនិយាយអាហ្នឹងបានប្រយោជន៍អីនិយាយអាហ្នឹងគឺនិយាយអំពីទីផ្សារវាដូចជាតំណែងមួយដែលមានហាងឆេងតំណែងដែលមានហាងឆេងការដោះដូរវាលឿនការដោះដូរលឿនមានន័យថាយើងអាចបង្វិលសាច់ប្រាក់បានលឿនឧទាហរណ៍ថាបើសិនជាបងប្អូនទិញហ៊ុនមួយទិញហ៊ុន A មួយនៅក្នុងតម្លៃ$200តែការដោះដូរយឺតមួយថ្ងៃមានចំនួនអ្នកលេងតិចហើយក្រុមហ៊ុនក៏តិចចរន្តសេដ្ឋកិច្ចហ្នឹងក៏វាយឺតបងប្អូនទិញខ្ញុំរំពឹងបើសិនជាបងប្អូនដោះដូរលក់ប្រចាំថ្ងៃហ្នឹងអាហ្នឹងក៏យើងប្រើពេលវេលាចាយមួយវាយើងមិននិយាយប្រចាំថ្ងៃទេថាយើងនិយាយថាអ្នកខ្លះក៏ទិញដើម្បីទុករយៈពេលវែងណាអញ្ចឹងក៏ត្រូវតែមានពេលវេលាវែងមួយសម្រាប់ឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហ្នឹងវាក្រូឡើងទី1ទី2ដើម្បីឲ្យមានក្រុមហ៊ុនជាច្រើនចុះឈ្មោះចូលនៅក្នុងទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជាណាវាសម្បូរបែបសម្រាប់អ្នកដែលគាត់ចង់ទិញក៏មិនចាំបាច់ទៅទិញជប៉ុនទិញចិនឬក៏ទិញសហរដ្ឋអាមេរិកទេទី3គឺត្រូវតែមានមនុស្សជាច្រើនទៀតលេងនៅក្នុងផ្សារហ្នឹងអញ្ចឹងបើសិនជា3ហ្នឹងវាអត់កើតឡើងទេជាពិសេសគឺសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលអាចតាក់ទាញអ្នកវិនិយោគបរទេសឬក៏អ្នកវិនិយោគនៅក្នុងស្រុកហក់ចូលហ្នឹងហើយបរទេសក្នុងបើនិយាយយើងនិយាយតែក្នុងស្រុកទៅព្រោះផ្សារហ៊ុនរបស់យើងព្រៀនផ្អែកក្នុងស្រុកហក់ចូលទេគឺបងប្អូនជាប់នៅក្នុងពេលវេលាយឺតមួយដែលបងប្អូនមិនអាចដោះដូរផ្សារហ៊ុនហ្នឹងបានលឿនឬក៏ជាប្រចាំថ្ងៃទេឧទាហរណ៍បងប្អូនទិញហើយបើវាធ្លាក់បងប្អូនថាលក់បងប្អូនអត់ចង់លក់ទេទុកដល់មកក្នុងរយៈពេលវែងទៅទៀតស្រាប់តែវាធ្លាក់ទៅទៀតដោយសារសេដ្ឋកិច្ចរបស់យើងវាខ្សត់ដោយសារតែមិនសម្បូរអ្នកទិញដោយសារតែអ្នកមិនសូវមានអ្នកចង់generateលុយតាមរយៈការទិញដូរនឹងវាច្រើនតែអ្នកទិញឲ្យទុកហើយវាធ្លាក់ទៅទៀតអាហ្នឹងគឺជាបញ្ហាវាគឺជាគ្រោះថ្នាក់មួយដោយសារតែទំហំនៃផ្សារហ៊ុនរបស់ប្រទេសកម្ពុជាតូចទំហំផ្សារហ៊ុនតូចលុយនឹងក៏តូចក្រុមហ៊ុនក៏តិចអ្នកទិញដូរនៅក្នុងស្រុកក៏តិចការគាំពារពីខាងក្រៅហ្នឹងក៏វាអត់មានដែរចាថាធៀបជាមួយនឹងចរន្តសេដ្ឋកិច្ចរបស់ពិភពលោកជាមួយនឹងចរន្តសេដ្ឋកិច្ចរបស់ពិភពលោកណាហើយបើវានៅបន្តនៅនៃការនឹងទៀតយើងឃើញចាំងពីឆ្នាំ2022ដល់2026ធ្លាក់ចុះបើប្រកបនៅនៃការតិចទៀតគេនឹងមើលទៅលើតើពិភពលោកបែបមានរឿងបែបណាទី1ទី2តើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងជួបរឿងបែបណាវានឹងបង្កនៅអាកប្បកិរិយាមួយរងចាំអ្នកដែលរងចាំបាន
គាត់នៅតែជួញដូរហ្នឹងមានអ្នកទិញថ្មីតិចតួចទៅដែលអ្នករងចាំគាត់ត្រូវការលុយគាត់ដកលុយចេញហ្នឹងវាជារឿងចាស់មិនក៏ហៅទៅយ៉ាប់ពីព្រោះអ្នកវិនិយោគនៅក្នុងស្រុកខ្មែររបស់យើងវាចិត្តអាចនឹងធ្វើនឹងការខាតទិញអ្នកនេះខាតទៅឈប់លេងទៅចូលអ្នកថ្មីទៀតខាតទោះបីជាទីផ្សាររបស់ផ្សារហ៊ុនផ្សារមូលបត្ររបស់ប្រទេសកម្ពុជាមិនទាន់ដួលរលំមានភាពនឹងនោះមិនថាវាខ្សោយកាលណាវាខ្សោយវាអត់មានកំណើនលឿនដូចផ្សារហ៊ុនបរទេសហើយក៏វាមិនដួលរលំដោយផ្សារហ៊ុនបរទេសដែរតែពេលវាមានបញ្ហាម្ដងប៉ុន្តែយើងក៏ដឹងថាយើងក៏យល់ថាវាចូលនៅក្នុងវត្តនៃការយឺតយ៉ាវនៃការប្រមូលលុយហើយបើសិនជាវត្តនៃការយឺតយ៉ាវនិងវត្តនៃការប្រមូលលុយមាននៅបែបហ្នឹងគឺវាមិនអាចតាក់ទាញបានទេអញ្ចឹងការហក់ចូលក្នុងផ្សារហ៊ុនរបស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះយើងអាចនិយាយថាវាជាការជួយដល់ក្រុមហ៊ុនមួយចំនួនដែលកំពុងមានបញ្ហាណាតែបើនិយាយអំពីថាការចិនរត់លុយលទ្ធភាពតែទទួលបានថវិកាពី passive មកវិញពីមានលទ្ធភាពស្ដួយស្ដាយគឺអាចទទួលបានប្រាក់ភាពលៀបប្រចាំឆ្នាំនៅពេលដែលក្រុមហ៊ុនទាំងអស់ហ្នឹងចែកប៉ុន្តែបើសិនជាអំពីផ្សារហ៊ុនបើសិនបើហ៊ុនហ្នឹងវាធ្លាក់ដល់ទៀតអាហ្នឹងគឺជាបញ្ហាធៀបជាមួយនឹងភាពលៀបដែលយើងទទួលបានមាននៅតែជាបញ្ហាសម្រាប់យើងសំណួរបងប្អូនមួយសួរថាចេះគាត់សួរណាឥឡូវយើងដឹងហើយថាផ្សារហ៊ុនរបស់ប្រទេសកម្ពុជាមាននិន្នាការបែបម៉េចទី1ផ្សារហ៊ុនតូចការជួញដូរតិចមិនសូវមានតាក់ទាញអ្នកលេងក៏វាតិចការជួញដូរប្រចាំថ្ងៃហ្នឹងក៏វាតិចតំណែងលក់ក៏មិនសូវដូរដោះបានលឿនដែលធ្វើឲ្យតម្លៃទីផ្សារហ្នឹងវាកើនឡើងលក់បានទិញបានលក់បានទិញបានតែបើថាឲ្យបុកឲ្យផ្សារឡើងដូចគេដែលយើងអ្នកខ្លះក៏ចង់ trade ណាក៏ចង់លក់ទិញលក់ផ្សារហ៊ុនណាគឺពិបាកណាបងប្អូនដែលស្ដាប់ហ្នឹងអាច comment បានអ្នកនឹងកាន់ផ្សារហ៊ុនដែលគាត់ទទួលបានភាពយឺតប្រចាំឆ្នាំហើយនឹងការធ្លាក់ចុះនៃផ្សារហ៊ុនរបស់គាត់ដែលគាត់ហ្នឹងណាសួរតែគាត់ចំណេញកម្រិតណាអានឹងយើងមើលតាមនឹងទាំងនេះឥឡូវយើងសួរសំណួរបងប្អូនគាត់ខ្លះក៏សួរសំណួរថាតើយើងយល់បែបណាចំពោះផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជាផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជាជាចំណែកមួយរួមចំណែកក្នុងសេដ្ឋកិច្ចហើយយើងជាអ្នកទិញហ្នឹងក៏ជាអ្នករួមចំណែកដែរយើងទិញមូលបត្រមកនោះក៏ជាអ្នករួមចំណែកសេដ្ឋកិច្ចដែរដែលឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងអភិវឌ្ឍគម្រោងរបស់គាត់ឈានទៅផ្នែកណាមួយដែលល្អជាងហ្នឹងពង្រីកអាជីវកម្មពង្រីកផលិតផលឬក៏ពង្រីកណាមួយប៉ុន្តែវាស្ថិតនៅក្នុងសភាពយឺតយ៉ាវដែលមានការទិញលក់យឺតដែលផ្នែកកំណត់នៃការចំណេញហ្នឹងវាផ្អែកទៅលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបើសិនជាបងប្អូនចង់ថាតើអនាគតផ្សារហ៊ុនរបស់ប្រទេសកម្ពុជាបែបណាបងប្អូនត្រូវមើលអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងកម្រិតណាបើសិនជាអនាគតរបស់ប្រទេសកម្ពុជានៅក្នុងអ្នកឡើងទៅលើផ្សារហ៊ុនក៏ឡើងទៅលើដែរបើសិនជាបងប្អូនរំពឹងមើលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅវាធ្លាក់ទៅក្រោមវាយឺតយ៉ាវអាផ្សារហ៊ុនក៏នៅក្នុងចំណុចហ្នឹងដែរតោះហ្នឹងបងប្អូនអញ្ចឹងឥឡូវបងប្អូនមើលតើសេដ្ឋកិច្ចរបស់យើងនៅក្នុងឆ្នាំ2026 2027 2028មិនដែរមានអ្នកសួរថានៅក្នុងផ្សារហ៊ុនរបស់ប្រទេសកម្ពុជាមានវិស័យច្រើនដូចជាអាចារ្យអ្នកទ្រព្យសំបីតែរដ្ឋកោស្វ័យយ័តកម្ពុជាក៏មាននៅក្នុងនោះដែរហើយក៏មានក្រុមហ៊ុនមួយចំនួនទៀតតើតើជាមួយនឹងហិរញ្ញវត្ថុតើតើមួយហិរញ្ញវត្ថុហើយតើតើជាមួយនឹងគឺស្ថានអប់រំណាគុំស្ទីសារអប់រំការលក់ទិញចូលប្រមូលផលបានច្រើនគឺឲ្យគាត់បង្កើតបានអាគារច្រើនធ្វើឲ្យគាត់ផ្ដល់ការងារឲ្យបុគ្គលិកបានច្រើនជាផ្នែកមួយនៃការជួយសេដ្ឋកិច្ចហ្នឹងតែប៉ុន្តែឥឡូវយើងនិយាយថាផ្នែកហិរញ្ញវត្ថុមួយហ្នឹងផ្នែកហិរញ្ញវត្ថុវាយើងពិនិត្យមើលទៅលើបើសិនជាអ្នកទាំងអស់គ្នាកំពុងទិញផ្នែកហិរញ្ញវត្ថុណាយើងពិនិត្យទៅមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុតែទៅរួមជាមួយនឹងនិន្នាការនៃគោលនយោបាយហិរញ្ញវត្ថុរបស់ពិភពលោកជាមួយនឹងនិន្នាការនៃគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាតែស្ថិតនៅក្នុង easy money លុយស្រួលឬក៏ការរដ្ឋបិទអញ្ចឹងការណាបើសិនបើស្ថិតនៅក្នុង easy money ឬការរដ្ឋបិទហ្នឹងវាអាស្រ័យទៅលើសេដ្ឋកិច្ចបើសេដ្ឋកិច្ចហ្នឹងល្អគេផ្ដល់ easy money ទៅ easy money យើងឃើញផ្សារហ៊ុនរបស់គាត់នឹងកើនឡើងអានិន្នាការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងការរដ្ឋបិទប្រាក់កម្ចីអញ្ចឹងអានិន្នាការនេះយើងអត់និយាយពីការធៀបនៅក្នុងកម្លាំងតិចកម្លាំងដូរលក់ដូរទេយើងនិយាយពីផលភាពលិចយើងនិយាយពីផលចំណេញនិងនិន្នាការថ្ងៃអនាគតរបស់គាត់អញ្ចឹងបើនៅក្នុងឆ្នាំ2027នៅក្នុងឆ្នាំ2028អ្នកដែលខ្ចីប្រាក់ NPL ហ្នឹងអ្នកសងប្រាក់ទាំងមីក្រូហិរញ្ញវត្ថុទាំងធនាគារហ្នឹងមានចំនួនកើនហើយកើនឡើងយឺតឬក៏កើនចំនួនអ្នកអត់សងហ្នឹងវាច្រើនហើយរដ្ឋាភិបាលធនាគារកណ្ដាលផ្ដល់សញ្ញាដល់ធនាគារពេជ្រទាំងអស់ក្នុងការរឹតបន្តឹងក្នុងការផ្ដល់ហិរញ្ញទានផ្ដល់កម្ចីទៅដល់ពលរដ្ឋទាំងអស់អញ្ចឹងផលចំណេញរបស់គាត់ហ្នឹងក៏វាធ្លាក់ចុះទៅតាមហ្នឹងដែរ
បែបហ្នឹងណាកាលណាបើសិនតែក្រុមហ៊ុនមួយធ្លាក់ផលចំណេញការមើលឃើញអំពីផ្សារហ៊ុនរបស់គាត់ក៏វាធ្លាក់ដែរអត់មានបបាក់អីមើលដែរជាសរុបសម្រាប់ខ្ញុំផ្សារហ៊ុនគឺជាកន្លែងដែលជួយទៅដល់សេដ្ឋកិច្ចបង្កើតការងារជួយទៅដល់អ្នកវិនិយោគរបស់ប្រទេសកម្ពុជាដែលគាត់ខ្វះលុយកុំឲ្យគាត់ទៅខ្ចីធនាគារព្រោះអត្រាការប្រាក់ខ្ពស់ណាស់ពិបាកក្នុងការទូទាត់សងហើយវាមានដំណាក់កាលទាំងស្រុងឬក៏ពីការលូកបានណុលរបស់គាត់ការលូកផ្សារហ៊ុនរបស់គាត់ដែលគាត់គៀនកយើងជួយគ្នាទៅវិញទៅមកតែសំណួរសួរថាតើវាមានថាវាមានផលប្រយោជន៍ឲ្យលឿនសម្រាប់យើងទេអត់បានមកគឺអត់វាអាចមានផលប្រយោជន៍មួយចំនួនតែស្ថិតនៅក្នុងភាពយឺតយ៉ាវពីព្រោះផ្សារហ៊ុនរបស់យើងគឺជាផ្សារហ៊ុនតូចមានការជួញដូរតិចហើយវាយឺតយ៉ាវហើយក៏មិនបានតាក់ទាញនៅអ្នកវិនិយោគធំផងដែររួមទាំងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រកួតប្រជែងស្ថិតនៅក្នុងភាពរើបម្រាស់ប៉ុន្តែប្រសិនបើបងប្អូនមាននិន្នាការ10ឆ្នាំ5ឆ្នាំ5-10ឆ្នាំហើយជឿជាក់ទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានិងការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងអស់នោះបងប្អូនទិញទៅតែបើសិនហ្នឹងខ្ញុំមិនមែនអ្នកទិញទៅទុកចឹងទេខ្ញុំទិញជួញដូររាល់ថ្ងៃបងប្អូនពិនិត្យមើលសេដ្ឋកិច្ចជាក់ស្ដែងឯណាមិញអ្វីដែលខ្ញុំនិយាយហ្នឹងមិនកំណត់ថាត្រូវទេវាគ្រាន់តែជាមូលដ្ឋានក្នុងការពិចារណាដែលឲ្យទាញឲ្យបងប្អូនអាចមើលធំជាជាងមើលតូចដូចអ្នកខ្លះក៏ប្រាប់ថាឥឡូវផ្សារហ៊ុនហ្នឹងធ្លាក់មក6000ជាងហើយសិនបងប្អូនទិញទៅឡើងបានកម្រិតនេះប៉ុន្តែនិន្នាការនៃសេដ្ឋកិច្ចវាចេះអញ្ចឹងអាហ្នឹងក៏វាធ្លាក់ទៅវិញការឡើងបុកតាមរយៈការទិញដូរវាពងឡើងដែលមាននិន្នាការតែចេះទៅអញ្ចឹងណាវាបែបហ្នឹងហើយយើងទទួលបានភាពព្រៀបអញ្ចឹងទៅហ្នឹងស៊ីសងគ្នាពីព្រោះយើងទិញក្នុងគោលបំណងអីយើងទិញក្នុងគោលបំណងទទួលបានផលចំណេញពីផ្សារហ៊ុនឡើងថ្ងៃត្រូវដឹងអំពីគោលបំណងរបស់យើងសិនអញ្ចឹងយើងចង់ឡើងថ្លៃនៅក្នុងពេលណាហើយយើងមានលុយទុកនៅក្នុងកម្រិតណាហើយពេលលក់ទៅវាស្រួលអត់លក់ទៅវាបានថ្លៃអត់មិនមែនលក់ទៅស្រួលអត់ទេអញ្ចឹងអាហ្នឹងគឺទី1ទី2យើងទិញយើងដើម្បីប្រកួតប្រជែងជាមួយយើងទទួលបានទៅភាពលៀបដែលក្រុមហ៊ុនគាត់ផ្ដល់ឲ្យណាតែភាពលៀបដែលផ្ដល់ឲ្យយើងធៀបជាមួយនឹងការយកលុយហ្នឹងទៅដាក់នៅកន្លែងផ្សេងវាបែបណាអាណាចំណេញជាងមួយណាចំណេញជាងមួយណាល្អជាងអាហ្នឹងយើងពិចារណាខ្លួនឯងហើយធៀបជាមួយនឹងខាងការទុកលុយចោលខ្លួនឯងហ្នឹងវាពិចារណាវាខ្លាចនឹងវាលុយហ្នឹងវាអស់សន្លៃឯសារតែប៉ុណ្ណាប៉ុន្តែសំណួរសួរអាទី1ទី2បូកជាមួយអាទី3ស្រាប់តែផ្សារហ្នឹងវាធ្លាក់ចុះចេះតែផលណាវាឡើងលើទៀតហើយបើយើងទុកកន្លែងនេះវាចំណេញជាងមានតែខ្លួនយើងទេតែទៅតែដឹងបើលើកទឹកចិត្តណាបើសិនជាជួយអភិវឌ្ឍសង្គមបើមិនយល់បើយើងកថាធ្វើជួយយើងចង់ជួយសេដ្ឋកិច្ចផងយើងចង់ធ្វើឲ្យមានការតាក់ទាញផងព្រោះវាត្រូវការមានការគ្រប់គ្រងពីក្នុងសិនទើបមានពីខាងមកអានោះវាលើកទឹកចិត្តឲ្យទៅសិក្សាឲ្យស្វែងយល់ស៊ីមើលជាពិសេសក្រុមហ៊ុននីមួយដែលយើងទិញកុំទិញតាមអ្នកដែលគាត់ប្រាប់ថាអូផ្សារហ៊ុននេះធ្លាក់ជាឱកាសល្អពីព្រោះនិន្នាការ1 2 3 4ឥឡូវខ្ញុំឧទាហរណ៍ថានិន្នាការមួយទៀតទៅវិស័យចលនាទ្រព្យគេថាក្រុមផ្សារហ៊ុនវិស័យចលនានេះកាលមុនតម្លៃប៉ុណ្នេះឥឡូវធ្លាក់ព្រោះនេះយើងទិញទៅដឹងឲ្យចំណេញសំណួរថាវាធ្លាក់ដល់កម្រិតទាបរបស់វាហើយឬក៏វាចំណេញអត់ហើយស្ថានភាពក្រុមហ៊ុន annual report របស់គាត់ដែលគាត់បង្ហាញទៅជាមួយនៅរបាយការណ៍ហិរញ្ញវត្ថុរបស់គាត់ហ្នឹងវាបែបណាហើយយើងមើលទៅសេដ្ឋកិច្ចហ្នឹងថាក្រុមហ៊ុននឹងប្រឈមមុខនឹងការខាតហើយឬក៏ចំណេញខ្លាំងអត់ទីហោនឹងឧទាហរណ៍ដល់ចលនាទ្រព្យមើលមិនពីដាគេហ៊ានអានថាក្នុងឆ្នាំ2027ថាអាចលនាទ្រព្យប្រទេសកម្ពុជាកាលឡើងមកវិញចេញមកមើលក្នុងឆ្នាំ2028អញ្ចឹងយើងឃើញធៀបជាមួយនឹងរយៈពេលយើងអាចតែបានអត់អញ្ចឹងណាតែបើយើងគិតមួយផ្នែកមកវិញថាអានេះគឺជារបៀបដែលខ្ញុំទិញដូចទិញអាណាចលនាទ្រព្យដែរគ្រាន់តែជាទិញការសហហ៊ុនទាំងភាពរៀបចំណេញលើហ៊ុនរបស់វាណាថ្ងៃណាវាឡើងគឺខ្ញុំទទួលបានផលប្រយោជន៍ឯពោះអាចលនាទ្រព្យឥឡូវវាថោកសហហ៊ុនវាថោកអញ្ចឹងណាទិញនៅពេលវាឡើងថ្លៃទិញពេលវាថោកទុករយៈពេលឡើងថ្លៃអានោះយើងមានពេលវេលាក្នុងការសន្សំវាមួយយ៉ាងនេះសូមអរគុណសូមជម្រាបលា